ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះងើបពីព្រឹកទៅដកស្មៅក៏ដូចជាទៅគួនឲ្យកញ្ញាស៊ីបងប្អូនថ្ងៃនេះដែរខ្ញុំបើកម្លាំងវាតិចដោយសារមួយថ្ងៃហ្នឹងអត់បានដកឲ្យវាទេហើយស្មៅថ្ងៃនេះលាស់ត្រួយខ្ចីដកបានកន្លះធុងដាក់ឲ្យវាស៊ីបន្តិចបន្តិចចឹងមុនពេលឲ្យវាស៊ីកតុស៊ីអីចឹងណាបងប្អូនឲ្យវាស៊ីមុនបន្តិចចឹងទៅដើម្បីសាច់វាល្អដាក់ចូលពុបទៅលេងមន់ហើយកញ្ញាមករួមតែម្ដងឃើញថាវាចូលចិត្តស្មៅខ្ចីខ្លាំងមែនតើឃើញថាដាក់ឲ្យវាភ្លាមវាស៊ីយកតែម្ដងបងប្អូនមកគ្នាវាមកស៊ីហើយឃើញថាញ៉ៃតែម្ដងមន់ហ្នឹងមានអាទួយផងអាធំហ្មងតែភាគច្រើនគឺអាទួយដោយសារខ្ញុំថ្ងៃនេះរៀងសេតដែរយប់មិញគេមកលួចទាហើយមានទាំងអស់5ក្បាលគេមកលួចអស់2បាត់ហើយបងប្អូនអើយមានតែប្រុងប្រយ័ត្នបន្ថែមទៀតលបងផត់ចិត្តហើយនៅវាចូលមកយកទៀតពេលយប់ឡើងអញ្ចឹងវ៉ាដែរតែអត់អីទេមកលើក្រោយដឹងស៊ីក្របជពីមឬមកក្របអីផ្សឹកបងប្អូនចោលម៉ាក់ហ្នឹងមកຕົកគេដោយសារយប់មិញហ្នឹងវាមកហ្នឹងវាអត់ដឹងក្រោយយើងមានការប្រុងប្រយ័ត្នវាចូលមកដាក់បួកហ្មងហ្នឹងហើយបន្តមកក្នុងវីដេអូយើងទៀតណាមន់ទីរបស់ខ្ញុំច្រើនណាស់បងប្អូនតែខ្លះវានៅក្នុងទ្រុងទូចឡាយខ្លះវាដើរតែឡើងផ្សេងហ្នឹងណាហើយថ្ងៃនេះអត់មានវីដេអូទេអត់មានវីដេអូថតឲ្យបងប្អូនមើលទៅអត់មានវីដេអូធ្វើមហោអត់មានវីដេអូកំសាន្តទេយើងថតមាននៅផ្ទះនេះថតមន់ថតទីអញ្ចឹងថាបើនៅចិត្តពួកវារងថ្ងៃខ្ញុំចាំពួកវាបាន relax ខ្លះបងប្អូនបើសិនតែនៅផ្ទះអត់មានធ្វើហ្នឹងគឺអបសុកងាប់ហើយខ្ញុំបានពួកវាទេពេលតនេះមកដាក់ចំណីហើយកាត់ស្មៅយកមកឲ្យវាស៊ីហើយបើវាបានមើលអញ្ចឹងទៅមានមន់មានទាច្រើនទៅវាជួយ relax អារម្មណ៍យើងដែរអត់សូវច្រើនម៉ានទេវាមកមុំតែខ្លះទូចអញ្ចឹងទៅហើយនេះទ្រុងថតដល់បងប្អូនមើលហើយកំបងធ្វើដែរតែនៅតែមកយកអញ្ចឹងដឹងកាត់មិនទេបងប្អូនហើយបើខ្ញុំឃើញខ្ញុំអត់ទុកទេខ្ញុំដាក់ហើយហ្នឹងហើយបងប្អូន